នៅថ្ងៃទី18ខែធ្នូឆ្នាំ2025កងទ័ពភូមិភាគ2របស់ប្រទេសថៃបានប្រកាសបន្តវាយប្រហារកម្ពុជាដោយអះអាងថាការប្រយុទ្ធនេះមិនមែនជាមួយកងទ័ពកម្ពុជាទៀតទេតែជាមួយទ័ពស្កេមឬទ័ពឧក្រិដ្ឋកម្មតាមព្រំដែនអ្នកជំនាញមើលឃើញថានេះគឺជាលេសរបស់ថៃដើម្បីបន្តសង្គ្រាមឈ្លានពានកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពភូមិភាគ2ដែលត្រូវស្រង់ផ្សាយដោយកាសែតខៅសូតយោធាថៃបានពណ៌នាសកម្មភាពយោធារបស់ខ្លួននៅលើទឹកដីកម្ពុជាថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្ថិរភាពក្នុងតំបន់និងសកលលោកអ្នកវិភាគកិច្ចការអន្តរជាតិនិងនយោបាយលោកកិនភៀបានហៅការលើកឡើងរបស់ថៃថាជាការប៉ុនប៉ងដែលបានគិតទុកជាមុនដើម្បីបិទបាំងសកម្មភាពយោធាឈ្លានពាននិងដើម្បីកិច្ចផុតពីការទទួលខុសត្រូវចំពោះសកម្មភាពដែលបានប្រព្រឹត្តនៅលើទឹកដីកម្ពុជាដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាមលោកកិនភៀយល់ថាកលល្បិចរបស់ថៃនេះមានឥទ្ធិពលនៅពេលដែលប្រទេសកម្ពុជាត្រូវបានថៃបង្ខូចជាយូរមកហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនថាជាមជ្ឈមណ្ឌលសម្រាប់ការឆោបបោកតាមអ៊ីនធឺណិតការជឿឬក៏ស្របទៅតាមការឃោសនារបស់ថៃនាពេលកន្លងទៅអាចធ្វើឲ្យការអះអាងរបស់ថៃនៅពេលនេះថាខ្លួនកំពុងតែប្រយុទ្ធទៅនឹងទ័ពស្កេមកាន់តែទទួលបានការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិបើទោះបីជាគ្មានការផ្ទៀងផ្ទាត់ជាឯករាជ្យនៅអ្វីដែលថៃចោទកម្ពុជាក៏ដោយក្រុមអ្នកច្បាប់ចង្អុលបង្ហាញថាថៃមិនអាចយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនធ្វើជាយុទ្ធកម្មសម្រាប់បំពេញមហិច្ឆតាយោធាបំពានកម្ពុជានោះទេច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យមានការបាញ់កាំភ្លើងធំការវាយប្រហារតាមអាកាសឬក៏សកម្មភាពដែលបង្ខំឲ្យជនស៊ីវិលផ្លាស់ទីលំនៅដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនឡើយដំណើរគ្នានឹងការបង្កើតលេសនេះថៃបានចាប់ផ្ដើមប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅក្រុងប៉ោយប៉ែតដែលជាតំបន់សេដ្ឋកិច្ចនិងទេសចរណ៍ដ៏ធំមួយរបស់កម្ពុជាដែលមិនមែនជាសមរភូមិប្រយុទ្ធលោកកិនភៀមើលឃើញថាការវាយប្រហារក្រុងប៉ោយប៉ែតស្ថិតនៅក្នុងផែនការវាយប្រហារសេដ្ឋកិច្ចកម្ពុជាដោយប្រើលេសស្កេមអនឡាញ